រឿងចៅងោះនិងព្រះនាងម៉ាលីសាកំណើតស្នេហ៍អមតៈរឿងព្រេងនិទានខ្មែរជាច្រើនបាននិយាយអំពីចៅងោះដែលជាក្មេងប្រុសម្នាក់រស់នៅក្នុងសម្បកងោះនិងព្រះនាងម៉ាលីសាដែលជាបុត្រីរបស់ស្ដេចរឿងនេះនឹងរៀបរាប់ពីដំណើរជីវិតរបស់ពួកគេពីភាពកំសត់រហូតដល់ការជួបគ្នាដោយវាសនានិងក្តីស្នេហាដ៏អស្ចារ្យវគ្គកំណើតដ៏ចម្លែករបស់ចៅងោះកាលទីព្រេងនានាមានព្រះរាជានិងមហេសីមួយព្រះអង្គទ្រង់គ្មានបុត្រាបុត្រីសោះឡើយព្រះអង្គបានបួងសួងទៅដល់ទេវតាសូមឲ្យមានបុត្រមួយអង្គមិនយូរប៉ុន្មានមហេសីក៏មានកុភាសប៉ុន្តែនៅពេលប្រសូតក៏បានប្រសូតចេញមកជាសម្បកងោះដ៏ធំមួយព្រះរាជានិងមហេសីមានការខកចិត្តជាខ្លាំងប៉ុន្តែដោយក្តីអាណិតអាសូរព្រះអង្គក៏បានរក្សាទុកសម្បកងោះនោះនៅក្នុងវាំងថ្ងៃមួយពេលដែលសម្បកងោះនោះត្រូវយកទៅចោលស្រាប់តែមានសំឡេងយំរបស់ក្មេងប្រុសបានបន្លឺឡើងពីក្នុងសម្បកងោះពេលនោះសម្បកងោះក៏បានប្រេះចេញហើយលេចចេញជាក្មេងប្រុសតូចដ៏គួរឲ្យស្រឡាញ់ម្នាក់ព្រះរាជានិងមហេសីមានការភ្ញាក់ផ្អើលនិងសប្បាយរីករាយយ៉ាងខ្លាំងព្រះអង្គបានដាក់ឈ្មោះឲ្យក្មេងប្រុសនោះថាចៅងោះបានធំដឹងក្តីឡើងជាក្មេងប្រុសឆ្លាតវៃស្លូតបូតនិងមានរូបរាងសង្ហាប៉ុន្តែដោយសារតែគេកើតចេញពីសម្បកមោះមនុស្សជាច្រើនបានមើលងាយគេចៅងោះតែងតែរងការចំអោចលក់លើយពីអ្នកនៅជុំវិញខ្លួនទោះបីជាយ៉ាងណាក៏ដោយគេនៅតែតស៊ូនិងរៀនសូត្រដោយឧស្សាហ៍ព្យាយាមវគ្គព្រះនាងម៉ាលីសានិងសុបិននិទាននៅក្នុងពេលជាមួយគ្នានោះនៅនគរមួយផ្សេងទៀតមានព្រះនាងមួយអង្គព្រះនាមម៉ាលីសព្រះនាងម៉ាលីសជាបុត្រីរបស់ព្រះរាជាមានរូបឆោមស្រស់ស្អាតលើលប់ព្រះនេត្រមូលថ្លាដោយត្បូងមរកតព្រះកេសាវែងខ្មៅរលោះនិងប្រតិសម្បូរព្រះនាងតែងតែយកសុបិនឃើញក្មេងប្រុសម្នាក់ដែលកើតចេញពីសម្បកងោះហើយមានអារម្មណ៍ថាគេជាគូព្រេងរបស់ព្រះនាងព្រះរាជាបានដឹងពីសុបិនរបស់បុត្រីទ្រង់ក៏មានការព្រួយបារម្ភព្រះអង្គមិនចង់ឲ្យបុត្រីទ្រង់រៀបការជាមួយមនុស្សចម្លែកឬមនុស្សដែលគ្មានត្រកូលខ្ពង់ខ្ពស់ឡើយព្រះអង្គបានប្រកាសរើសគូស្រកខំឲ្យព្រះនាងម៉ាលីសដោយកំណត់លក្ខខណ្ឌដ៏តឹងរ៉ងថាអ្នកណាដែលអាចដោះស្រាយប្រាថ្នារបស់ព្រះនាងបានទើបមានសិទ្ធិរៀបការជាមួយព្រះនាងដំណើរការរើសគូស្រកខំរបស់ព្រះនាងម៉ាលីសបានលឺសុសសាយទៅដល់ត្រចៀកចៅងោះមានអារម្មណ៍ថាព្រះនាងម៉ាលីសជាមនុស្សស្រីដែលខ្លួនកំពុងតែរងចាំគេក៏បានសម្រេចចិត្តធ្វើដំណើរទៅនគរព្រះនាងម៉ាលីសដើម្បីចូលរួមប្រកួតប្រជែងនៅពេលដែលចៅងោះទៅដល់រាជវាំងគេបានឃើញបេក្ខជនជាច្រើនអ្នកដែលសុទ្ធតែជាព្រះអង្គម្ចាស់និងកូនប្រុសអ្នកមានពួកគេបានមើលងាយចៅងោះដោយសារតែគេស្លៀកពាក់ធម្មតាហើយមើលទៅគ្មានឋានៈអីសោះប៉ុន្តែចៅងោះមិនបានខ្វល់ឡើយគេនៅតែរក្សាភាពស្ងប់ស្ងាត់ហើយជឿជាក់លើខ្លួនឯងព្រះនាងម៉ាលីសបានដាក់ប្រាថ្នាមួយថាតើអ្វីទៅដែលសំខាន់ជាងគេក្នុងជីវិតមនុស្សបេក្ខជនជាច្រើនបានឆ្លើយថាលុយកាក់ទ្រព្យសម្បត្តិអំណាចនិងឋានៈប៉ុន្តែចៅងោះបានឆ្លើយថាអ្វីដែលសំខាន់ជាងគេក្នុងជីវិតមនុស្សគឺក្តីស្រឡាញ់ការយល់ដឹងនិងភាពស្មោះត្រង់ព្រះនាងម៉ាលីសបានឮចម្លើយរបស់ចៅងោះក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រះនាងបានដឹងថាចៅងោះគឺជាក្មេងប្រុសនៅក្នុងសុបិនរបស់ព្រះនាងចម្លើយរបស់ចៅងោះបានប៉ះពាល់ដល់បេះដូងព្រះនាងយ៉ាងខ្លាំងព្រះនាងក៏បានសម្រេចចិត្តជ្រើសរើសចៅងោះជាគូស្រកក្រមរបស់ព្រះនាងព្រះរាជាមានការមិនពេញចិត្តនឹងការសម្រេចចិត្តរបស់ព្រះនាងប៉ុន្តែដោយសារតែព្រះនាងបានជ្រើសរើសដោយខ្លួនឯងព្រះអង្គក៏មិនអាចបដិសេធបានឡើយចៅងោះនិងព្រះនាងម៉ាលីសាបានរៀបការជាមួយគ្នាពួកគេបានរស់នៅយ៉ាងមានសុភមង្គលចៅងោះបានបង្ហាញពីភាពឆ្លាតវៃនិងភាពក្លាហានរបស់ខ្លួនហើយបានជួយព្រះរាជាក្នុងការគ្រប់គ្រងនគរបន្តិចម្ដងអ្នកភូមិនិងអ្នកក្នុងវាំងបានចាប់ផ្ដើមទទួលស្គាល់ចៅងោះហើយបានកោតសរសើរចំពោះទេពកោសល្យនិងចិត្តសម្បូររបស់គេចៅងោះបានក្លាយទៅជាស្ដេចដ៏មានប្រាជ្ញានិងជាស្វាមីដ៏ល្អរបស់ព្រះនាងម៉ាលីសាពួកគេបានរស់នៅជាមួយគ្នាជារៀងរាល់ថប់ដោយក្តីស្រឡាញ់ដ៏បរិសុទ្ធនិងភាពស្មោះត្រង់រឿងរ៉ាវរបស់ចៅងោះនិងព្រះនាងម៉ាលីសាបានក្លាយទៅជាដំណើរនិទានដ៏ពិរោះរណ្ដំមួយដែលត្រូវបាននិយាយតគ្នាពីមួយជំនាន់ទៅមួយជំនាន់ដើម្បីរំលឹកដល់មនុស្សគ្រប់គ្នាពីសារៈសំខាន់នៃក្តីស្រឡាញ់ពិតភាពស្មោះត្រង់
និងការមិនវិនិច្ឆ័យមនុស្សតាមរយៈរូបរាងខាងក្រៅរឿងនេះគឺចប់តែប៉ុណ្ណឹងបើសិនជាពុកម៉ែបងប្អូនពេញចិត្តនៅការតែងរឿងរបស់ខៀមបាទសូមជួយចុចជាវ Channel ខៀមបាទម្នាក់មួយផងណាសូមអរគុណសូមជម្រាបលា